ថ្ងៃទី20ខែមីនានេះត្រូវជាថ្ងៃម្សាញ់ទឹកយិនឆ្នាំដែលល្អប្រសើរមានឆ្នាំវកក្រកាហើយនឹងឆ្លូវបើត្រូវការធាតុទឹកហើយនឹងភ្លើងកាន់តែល្អប្រសើរចំពោះឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នបង្ការការពារមានឆ្នាំកុលធាតុភ្លើងវ័យ20ឆ្នាំនិងកុលធាតុដីវ័យ68ឆ្នាំទិសដែលយើងគួរតែបំរុងបង្ការក្នុងករណីដែលយើងចង់ជួសជុលស្វានដំបុកគ្រឹះមានទិសខាងកើតហើយនិងទិសខាងជើងសម្រាប់ការចាប់ផ្ដើមអាជីវកម្មថ្មីការចុះហត្ថលេខាលើកិច្ចសន្យាឬកិច្ចព្រមព្រៀងពាណិជ្ជកម្មការជួបជុំការអធិដ្ឋានសមាធិបន់ស្រន់ល្អប្រសើររីឯតារាសាស្ត្រល្អចូលមកក្នុងទិសខាងជើងឈៀងខាងលិចទី2 315អង្សាយើងអាចអង្គុយប្រើប្រាស់ក្នុងករណីដែលយើងចង់ចាប់លាបឬក៏បន្ទូលាបយើងអាចដាក់ទឹកមានចលនាយ៉ាងតិច60លីត្រម៉ោងដែលធ្វើទៅល្អប្រសើរចន្លោះពីម៉ោង9ទៅដល់ម៉ោង11ថ្ងៃត្រង់និងមួយវេនទៀតក្នុងករណីខកខានយើងអាចប្រើម៉ោង7ទៅម៉ោង9យប់ជូនពរសំណាងដង